ជំរាបសួរខ្ញុំបាទឈ្មោះ Win Awen ជាសិស្សថ្នាក់ទី 12 នៃសាលាអង្គការសិទ្ធិជីវពលរដ្ឋខ្ញុំបាទជាកូនបងនៅក្នុងគ្រួសារបច្ចុប្បន្នម៉ាក់របស់ខ្ញុំគឺជាកម្មការិនីនៅក្នុងរោងចក្រមួយហើយប៉ារបស់ខ្ញុំគាត់ធ្វើការបើកឡាននៅក្នុងក្រុមហ៊ុនមួយខ្ញុំបាទមានទីកន្លែងកំណើតនៅភូមិទួលត្រាចឃុំកងជ័យស្រុកអូររងឪខេត្តកំពង់ចាមបច្ចុប្បន្នខ្ញុំបានរស់នៅរាជធានីភ្នំពេញមុនពេលខ្ញុំបានចូលរៀននៅសាលានេះខ្ញុំបានជួបការលំបាកដូចជាការប្រមូលគ្រួសារខ្ញុំធ្វើការតាមឪពុករបស់ខ្ញុំអ្នកដោយសារម៉ាក់ខ្ញុំត្រូវនៅផ្ទះដើម្បីមើលខ្ញុំនិងប្អូនស្រីរបស់ខ្ញុំហើយខ្ញុំត្រូវទៅរៀនដោយសំណាយលុយច្រើនហើយមិនទទួលបានចំណូលច្រើននោះទេដោយសារប៉ារបស់ខ្ញុំធ្វើការមិនបានប្រាក់ខែទៀងទាត់ដោយសារពេលខ្លះគាត់រត់ឡានបានច្រើនបានប្រាក់ខែគួរសមនិងពេលខ្លះមិនបានប្រាក់ខែតិចទៅតាមហ្នឹងបន្ទាប់មកដោយសាររវល់មើលខ្ញុំមិនបានទៅធ្វើការម៉ាក់របស់ខ្ញុំក៏បានសម្រេចចិត្តឲ្យខ្ញុំទៅរស់នៅជាមួយអ៊ំនៅឯខេត្តបាត់ដំបងដើម្បីបានរៀនសូត្រខ្លះប៉ុន្តែនៅទីនោះគេមិនទៅបានបង្រៀនបានដល់នោះទេថែមទាំងមិនមានមុខវិជ្ជាអង់គ្លេសទៀតផងកំឡុងពេលដែលខ្ញុំរៀននៅបាត់ដំបងម៉ាក់របស់ខ្ញុំនិងប៉ារបស់ខ្ញុំគាត់ខំធ្វើការនៅឯភ្នំពេញអាតាំងដើម្បីទទួលបានប្រាក់ចំណូលញ៉ាឲ្យខ្ញុំរៀននៅឯបាត់ដំបងខ្ញុំទៅរៀននៅទីនោះប្រហែលជាបាន3-4ឆ្នាំម៉ាក់របស់ខ្ញុំគាត់ក៏បានចង់យកខ្ញុំមករស់នៅជុំគ្នាដោយសារបែកគ្នាយូរហើយគាត់ក៏បានលើដំណឹងថាសាលានេះគេបង្រៀនបានពេញមួយថ្ងៃដោយមិនត្រឡប់ទៅផ្ទះវិញម៉ាក់ក៏បានសម្រេចចិត្តយកខ្ញុំនិងប្អូនស្រីរបស់ខ្ញុំចូលរៀននៅសាលានេះម៉ាក់របស់ខ្ញុំគាត់ស្គាល់សាលានេះតាមអ្នកជិតខាងដែលបានប្រាប់គាត់ថាសាលានេះល្អបានមើលកូនតាំងពីព្រឹករហូតដល់ល្ងាចនិងមានការបង្រៀនយ៉ាងដិតដល់បន្ទាប់ពីខ្ញុំចូលរៀននៅសាលានេះបានមួយរយៈខ្ញុំទទួលបានបទពិសោធន៍ជាច្រើនចំណេះដឹងហើយមិត្តភ័ក្តិជាច្រើនដែលស្រឡាញ់រាប់អានគ្នាដោយលោកគ្រូអ្នកគ្រូគាត់បានបង្រៀនយ៉ាងយកចិត្តទុកដាក់និងថែមទាំងផ្ដល់ការងារក្រុមដើម្បីឲ្យមិត្តភ័ក្តិទាំងអស់គ្នាបាននិយាយស្និទ្ធស្នាលគ្នាហើយផ្ដោះចំណេះដឹងគ្នាទៅវិញទៅមកទៀតផងនៅសាលានេះក៏មានបណ្ណាល័យសម្រាប់ឲ្យយើងសិក្សាដោយខ្លួនឯងថែមទាំងមានបន្ទប់ Temple ដើម្បីឲ្យយើងសិក្សាពី technology ផ្សេងៗការរៀនកូដមុនពេលដែលខ្ញុំមិនទាន់បានចូលរៀននៅសាលានេះខ្ញុំគឺជាក្មេងដែលលេងច្រើនមិនសូវខំរៀនស្គាល់តែពីរឿងលេងបន្ទាប់ពីខ្ញុំបានចូលរៀននៅសាលានេះខ្ញុំបានផ្លាស់ប្ដូរដូចជាខំប្រឹងប្រែងរៀនឡើងវិញគោលបំណងនៅក្នុងអនាគតរបស់ខ្ញុំចង់ធ្វើការនៅក្រុមហ៊ុនមួយដើម្បីទទួលបានប្រាក់កម្រៃដើម្បីជួយម៉ាក់របស់ខ្ញុំកុំឲ្យគាត់ធ្វើការហត់នឿយខ្លាំងពេកជាចុងក្រោយខ្ញុំសូមអរគុណដល់ម៉ាក់មៀងដែលជានាយកសាលាដែលបានកសាងសាលានេះឡើងដើម្បីផ្ដល់នៅកន្លែងឲ្យក្មេងៗបានរៀនសូត្រនិងសូមអរគុណដល់ម្ចាស់ sponsor ដែលបាន sponsor ដល់សាលានេះដើម្បីដំណើរការរហូតមកដល់ពេលបច្ចុប្បន្ននេះ